មកថ្ងៃនេះខ្ញុំនឹងមកប្រាប់ពី3 technique ដែលជួយឲ្យការបិទម៉ាស់ស្លឹករបស់អ្នកទាំងអស់គ្នានឹងគឺទទួលបានប្រសិទ្ធភាពជាងមុនអញ្ចឹងចំពោះការបិទម៉ាស់អ្នកណាក៏ធ្លាប់បិទម៉ាស់ស្លឹកដែរហើយយ៉ាងតិចគឺបិទ2 ទៅ 3 ដងក្នុងមួយសប្តាហ៍ដើម្បីជួយឲ្យស្បែករបស់យើងនឹងមើលទៅភ្លឺថ្លាហើយសាប៊ូជាតិទឹកដល់ស្បែកទៀតផងទី1គឺតាក់ទងជាមួយនឹងការរើសជាប្រភេទម៉ាស់ដើម្បីយកមកប្រើប្រាស់អញ្ចឹងសម្រាប់ម៉ាស់ដែលមាននៅលើទីផ្សារគឺមានច្រើនប្រភេទមែនទែនតែយើងត្រូវដឹងពីបញ្ហាស្បែកមុខឬក៏ស្បែកមុខរបស់យើងជាមុនសិនថាត្រូវជាមួយនឹងម៉ាស់ប្រភេទណាដោយសារតែម៉ាស់គឺផលិតមកតម្រូវទៅតាមស្បែកមុខហើយនឹងបញ្ហានីមួយៗអញ្ចឹងបើសិនជាបិទម៉ាស់ដែលអត់ត្រូវជាមួយនឹងបញ្ហាចំពោះប្រសិទ្ធភាពហ្នឹងក៏អត់សូវឃើញប្រសិទ្ធភាពខ្លាំងអីណាស់ណាដែរទី2ហ្នឹងគឺតាក់ទងជាមួយនឹងការសម្អាតមុខឬក៏ជំរុះកោសិកាចាស់អញ្ចឹងនៅពេលដែលយើងបិទម៉ាស់ខ្ញុំជឿថាគ្រប់គ្នានឹងលាងមុខមុននៃបន្ទាប់មកទៅបិទម៉ាស់តាមក្រោយតែនៅពេលដែលយើងមុននឹងបិទម៉ាស់នៅក្នុងមួយសប្តាហ៍ហ្នឹងយើងគួរតែគម្លាតពីការបិទម៉ាស់ស្លឹកទៅជាការជំរុះកោសិកាចាស់ចេញសិននៅពេលដែលយើងជំរុះកោសិកាចាស់ចេញកាកសំណល់ដែលនៅរន្ធញើសរបស់យើងក៏វាជ្រុះទៅបានល្អសម្រាប់ប្រសិទ្ធភាពឬក៏ជាតិសំណើមពីម៉ាស់ស្លឹកហ្នឹងក៏យើងទទួលបានប្រសិទ្ធភាពល្អដូចគ្នាអញ្ចឹងនៅពេលដែលយើងបិទទៅគុណភាពវាអាចនឹងលើសមុនច្រើនដោយសារតែនៅកន្លែងគល់រោមរបស់យើងនោះវាអត់មានជាប្រភេទកោសិកាចាស់ទី3គឺតាក់ទងជាមួយនឹងការបិទម៉ាស់នៅពេលដែលយើងបិទម៉ាស់គឺយើងត្រូវលាងសម្អាតមុខជាមុនសិនអានឹងវាជារឿងធម្មតាហើយតែនៅពេលដែលយើងលាងសម្អាតមុខហើយយើងគួរតែប្រើជាប្រភេទ toner ដើម្បីតប់នៅលើស្បែកជាមុនសិនបន្ទាប់មកទើបយើងបិទម៉ាស់តាមក្រោយដោយសារតែប្រភេទទឹក toner វាជួយរក្សាសំណើមដល់ស្បែកជួយធ្វើឲ្យជាតិសំណើមពីម៉ាស់ឬក៏សារធាតុចិញ្ចឹមពីម៉ាស់ស្លឹកហ្នឹងជ្រាបចូលស្បែកបានល្អហើយសម្រាប់ការបិទសុំទាញម៉ាស់ស្លឹកនៅលើផ្ទៃមុខហ្នឹងឲ្យបានចូលស្បែកបានល្អជៀសវាងម៉ាស់មានសភាពជ្រួញក៏អត់សូវមានប្រសិទ្ធភាពល្អដល់ស្បែកដែរហើយសម្រាប់ការបិទគួរតែបិទត្រឹម30នាទីគឺកុំឲ្យលើសនឹងពេកដោយសារតែយើងបិទលើពី30នាទីទៅប្រភេទម៉ាស់ស្លឹកដែលនៅលើផ្ទៃមុខរបស់យើងហ្នឹងវាអត់មានបានជួយចិញ្ចឹមឬក៏ផ្ដល់ជាតិសំណើមដល់ស្បែកទេផ្ទុយទៅវិញគឺស្រូបយកជាតិសំណើមពីស្បែកតែម្ដងអញ្ចឹងធ្វើឲ្យស្បែករបស់យើងស្ងួតការបិទក៏អត់សូវមានប្រសិទ្ធភាពដែរហើយនៅពេលដែលយើងបកម៉ាស់ចេញយើងគួរតែយកដៃទៅម៉ាស្សាដោយសារតែនៅលើផ្ទៃមុខរបស់យើងហ្នឹងគឺវាមានជាតិសំណើមពីម៉ាស់ហ្នឹងយើងយកដៃម៉ាស្សាវាថ្នមឲ្យចូលស្បែកបានល្អទៅសម្រាប់ប្រសិទ្ធភាពគឺល្អដូចគ្នាអញ្ចឹងបើសិនជាអត់ដែលបិទម៉ាស់ទទួលបានប្រសិទ្ធភាពខ្ពស់ពីមុនមកទេឬក៏ទទួលបានប្រសិទ្ធភាពតិចតួចអាចសាកធ្វើ technique 3នៅខាងលើនេះបានតែបើសិនជាអ្នកទាំងអស់គ្នាមាន technique អីផ្សេងដែលជួយធ្វើឲ្យការបិទម៉ាស់មានប្រសិទ្ធភាពខ្ពស់ជាងនេះអាច comment នៅខាងក្រោមបាន